ខ្ញុំឃើញបងប្អូន creator មួយចំនួនណាគាត់ប្រកាសនិយាយនៅក្នុងវីដេអូគាត់ខ្លាំងមែនទែនចំណែកវីដេអូខ្ញុំវិញខ្ញុំមិនដឹងថា follower ដែល follow ក្នុង page របស់ខ្ញុំគាត់មើលវីដេអូខ្ញុំហើយគាត់មានអារម្មណ៍ធុញមិនទេបងប្អូនអើយសូម្បីតែខ្ញុំមើលវីដេអូខ្លួនឯងហ្នឹងក៏ខ្ញុំមានអារម្មណ៍ថាធុញដែរប៉ុន្តែមិនដឹងធ្វើម៉េចទេអាហ្នឹងគឺជាទេពកោសល្យរបស់មនុស្សម្នាក់ៗអញ្ចឹងណាអ្នកខ្លះនិយាយទៅគេស្រឡាញ់គេចូលចិត្តតែអ្នកខ្លះនិយាយទៅគេមិនសូវចូលចិត្តអញ្ចឹងហើយក៏តាមនឹងទៅហើយថ្ងៃនេះគឺខ្ញុំមកធ្វើកិច្ចការផ្ទះនៅជុំវិញផ្ទះបន្តិចហើយនិយាយពីផ្ទះគេវិញសុទ្ធតែមាសសុទ្ធតែពេជ្រចំណែកតែខ្ញុំវិញគឺសុទ្ធតែថូផ្កាបងប្អូនថូផ្កាទាំងអស់នេះមានតូចមានធំនេះគឺអ្នកជិតខាងរបស់ខ្ញុំគាត់រើយំឲ្យកាលពី2ថ្ងៃមុនហ្នឹងបងប្អូនចាគាត់ប្រមូលយំឲ្យដោយសារគាត់ត្រូវរើផ្ទះហ៎ជីវិតអ្នកនៅផ្ទះជួលគឺមិនស្រួលទេបងប្អូននៅមិនថានៅប្រទេសណាក៏ដោយគឺត្រូវរើទៅនេះម្ដងត្រូវរើទៅនោះម្ដងហើយការរើផ្ទះនៅប្រទេសអូស្ត្រាលីនេះគឺត្រូវជួលឡានគឺដឹកថ្លៃមែនទែនអញ្ចឹងហើយរបស់ណាដែលថាគេអត់ត្រូវការគេមិនចង់ចោលក៏គេឲ្យយើងចេញទៅហើយខ្ញុំក៏អរគុណគាត់ដែរដោយសារខ្ញុំត្រូវការប្រើថូច្រើនមែនទែនព្រោះខ្ញុំអ្នកដាំដំណាំលក់អញ្ចឹងណាចាហើយស្របពេលដែលខ្ញុំថូខ្ញុំហ្នឹងកំពុងតែចិត្តអស់ផងហើយក្នុងចំណោមថូទាំងអស់ហ្នឹងគឺមានថូមួយដែលខ្ញុំស្រឡាញ់ជាងគេចាគឺថូដីឥដ្ឋហ្នឹងហើយខ្ញុំគិតថាខ្ញុំប្របែកផ្កាអូគីដេខ្ញុំមួយមែកមកយកមកដាក់ដាំក្នុងថូហ្នឹងអញ្ចឹងផ្កាណាដែលយើងស្រឡាញ់យើងដាំនៅក្នុងអាថូណាដែលយើងស្រឡាញ់ដែរអញ្ចឹងណាឲ្យវាស៊ីសង្វាក់គ្នាចាអញ្ចឹងចំណេញនៅតាបើសិនជាយើងទិញថូគេបងប្អូនប៉ុណ្ណឹងណាក៏តម្លៃខ្ទង់$50ដែរហើយឥឡូវយើងបានមក free អញ្ចឹងក៏យើងអរគុណគេដែរអញ្ចឹងណាហើយនិយាយទៅថ្ងៃនេះក្បែរនៅជុំវិញផ្ទះទៅនេះបន្តិចទៅនោះបន្តិចនិយាយថាឃើញតាណាអត់ស្អាតជាតែដកចាក់កលេចមកមើលផ្កាមកគុំនេះវិញគឺថាវាស្អាតវាល្អដែរប៉ុន្តែគ្រាន់តែថាវាដុះខុសកន្លែងអញ្ចឹងណាបងប្អូនខ្ញុំអត់ចង់ឲ្យវាដុះកន្លែងហ្នឹងក៏គោះវាយកទៅដាក់កន្លែងផ្សេងយកទៅដាំមុខផ្ទះវិញនិយាយទៅផ្កាហ្នឹងគឺវាចាយតែពេលរដូវក្តៅទេចាឥឡូវគឺដាក់វាកន្លែងហ្នឹងហើយចំណែកកន្លែងនេះខ្ញុំដកដៃវាចោលនេះគឺស្អាតហើយអត់មានញ៉ៃញ៉ៃអីទៀតទេ